ថ្ងៃទី21 ខែតុលាឆ្នាំ2025យើងហ្នឹងប្រជាពលរដ្ឋថៃបានប្រមូលផ្ដុំគ្នាចំនួនប្រហែលជា20នាក់ជាងក្នុងគ្នាតវ៉ាប្រឆាំងនឹងការប្រជុំ JBC នៅខេត្តចន្ទបុរីប្រទេសថៃហើយការប្រជុំJBC ហ្នឹងមានចំនួន2ថ្ងៃដល់ថ្ងៃទី21និងថ្ងៃទី22ខែតុលាឆ្នាំ2025ក្នុងការប្រជុំនោះថៃក៏បានដាក់ទម្រួតរបស់ខ្លួនជាច្រើនក្នុងការទប់ស្កាត់ជាពលរដ្ឋកុំឲ្យខ្លាយទៅជាអំពើហិង្សាដល់ធ្ងន់ធ្ងរឬដល់ជាអយថាហេតុ